របៀបប្រើប្រាស់រូបមន្ត Biro នៅក្នុងកម្មវិធី Microsoft Excel រូបមន្ត Biro គឺជារូបមន្តមួយដែលប្រើដើម្បីធ្វើការជំនួសការអូសចុះមកខាងក្រោមជាប់ទៅលើតារាងទិន្នន័យជាច្រើនឧទាហរណ៍ថាយើងមានតារាងទិន្នន័យរួមមួយគឺមាន column C រហូតដល់ column E ដែលមានការបូកជួរដេកពីជួរដេកទី1បាទដែលមាន C3 ដល់ E3 នេះហើយនឹងទៅដល់ចុងក្រោយអញ្ចឹងបើសិនបើយើងប្រើប្រាស់រូបមន្តធម្មតាគឺយើងត្រូវប្រើសញ្ញាស្មើហើយសាំហើយទើបយើងអូសមកកន្លែងនេះមួយហើយបិទកញ្ចក់ចាប់ដើមអូសចូលមកខាងក្រោមរហូតដល់អស់តែនៅពេលដែលករណីដែលយើងប្រើប្រាស់រូបមន្ត Biro វិញរូបមន្ត Biro គឺវាមាន function នៅក្នុងនឹងជាច្រើនទៀតអញ្ចឹងយើងត្រូវសិក្សាតើរូបមន្ត Biro វាមានលក្ខណៈពិសេសអីទៀតបាទអញ្ចឹងរូបមន្ត Biro ដើម្បីប្រើប្រាស់បានទី1គឺមានទិន្នន័យរូបមន្តគឺដាក់សញ្ញាស្មើហើយវាពាក្យថា Biro ហើយយើងបើកកញ្ចក់យើងមានពាក្យ array នៅកន្លែងនេះគឺជាបណ្ដុំទិន្នន័យដែលយើងត្រូវការយកមកគណនាជាលក្ខណៈជួរដេកចំណែក function គឺជារូបមន្តដែលយើងយកមកប្រើដើម្បីធ្វើការគណនាតម្លៃលេខនៅក្នុង array នោះបាទឧទាហរណ៍ខ្ញុំមានតារាងដូចនេះអញ្ចឹងកាលណាខ្ញុំប្រើប្រាស់រូបមន្ត Biro គឺខ្ញុំចង់បានបូកទិន្នន័យទី1ខ្ញុំប្រើតែមួយរូបមន្តនេះគឺទិន្នន័យជួរដេកទី1នេះជួរដេកទី2ទី3រហូតដល់ចុងក្រោយគឺនឹងបូកឲ្យចេញតែម្ដងឬក៏ការគណនាជាលក្ខណៈ product មានការគុណក៏វាអាចគណនាឲ្យបានដូចគ្នាដែរអញ្ចឹងដើម្បីប្រើប្រាស់រូបមន្ត Biro បានគឺយើងប្រើសញ្ញាស្មើហើយវាពាក្យថា Biro và Biro បន្ទាប់មកយើងចាប់ដើមធ្វើការ select array មានជាទិន្នន័យដែលយកមកធ្វើការគណនាអញ្ចឹងយើងចាប់ដើម select ទិន្នន័យទាំងអស់យើងអត់ select តែមួយជួរដេកនេះទេកាលណាយើង select មួយជួរដេកគឺធ្វើតែបានតែមួយជួរដេកនេះទេប៉ុន្តែបើករណីដែលអ្នកទាំងអស់គ្នា select ទាំងអស់ជួរដេកដូចនេះគឺនឹងធ្វើការគណនាទាំងអស់ជួរដេកហើយយើងក្បៀសមួយនៅកន្លែងនេះគឺ function ដូចអ្នកទាំងអស់គ្នាបានឃើញពីការប្រើប្រាស់រូបមន្តចឹងអញ្ចឹងនៅក្នុង function នេះគឺវាមានរូបមន្តជាច្រើនដែលយើងយកមកធ្វើការគណនាព្រោះតើយើងចង់បានរូបមន្តមួយណាដែលជាតម្រូវការចាំបាច់ក្នុងការគណនារបស់អ្នកទាំងអស់គ្នានោះអាចមាន sum អាចមាន average អាចមាន median មាន count មាន count A មានអីផ្សេងៗទៅតើរូបមន្តណាមួយដែលយើងត្រូវការប៉ុន្តែសម្រាប់ជាឧទាហរណ៍សម្រាប់ខ្ញុំឧទាហរណ៍នេះគឺខ្ញុំយកប្រើប្រាស់រូបមន្ត sum អញ្ចឹងដើម្បីប្រើប្រាស់រូបមន្ត sum អ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យ sum មកបិទវងកញ្ចក់អញ្ចឹងកន្លែងនេះគឺយើង sum ទិន្នន័យចេញពីជួរដេកមានថាជួរដេកនេះមួយវាស្មើនឹង column C ទៅដល់ column E ហើយនឹងជួរដេកបន្ទាប់រហូតដល់អស់អញ្ចឹង enter មកគឺយើងនឹងបានទិន្នន័យការបូកដែរអញ្ចឹងបើយើងចងតែមួយរូបមន្តនេះគឺលឿនហើយកាលណាយើងចង់លុបគឺយើងលុបតែមួយរូបមន្តគឺអស់តែម្ដងឧទាហរណ៍លុបចេះគឺអស់ហ្មងអញ្ចឹងការប្រើប្រាស់រូបមន្ត Biro គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការសរុបទិន្នន័យក៏ដូចជាការគណនាដែលប្រភេទរូបមន្តណាមួយដូចជាយើងចង់រាប់ចំនួនជាដើមយើងអាចប្រើប្រាស់រូបមន្ត count A ជាដើមនៅក្នុងនេះដែរឧទាហរណ៍ខ្ញុំធ្វើការប្រើប្រាស់រូបមន្ត Biro ទៅដែរប៉ុន្តែយើងអាចជំនួសដោយប្រើប្រាស់រូបមន្ត count នេះហ្នឹងទៅបាទឬក៏ count A ហ្នឹងទៅខ្ញុំប្រើ count A មួយទៅខ្ញុំបិទវងកញ្ចក់ខ្ញុំអាចធ្វើការរាប់ចំនួនតើនៅកន្លែងនេះមានប្រមាណជួរឈរប៉ុន្តែមានប្រមាណជួរឈរទីឡើយយើងលុបទិន្នន័យគឺវានឹងប្រែប្រួលឲ្យយើងតែម្ដងអញ្ចឹងការប្រើប្រាស់រូបមន្តនេះខ្ញុំគិតថាអាចជួយទៅអ្នកទាំងអស់គ្នាក្នុងការគណនាតែបានលឿននិងរហ័សនៅអ្វីដែលយើងចង់បានអូខេចំពោះការប្រើប្រាស់រូបមន្តនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត